បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះយើងមកជួបគ្នាជាមួយនឹងវីដេអូប៊េនសាំងទៀតហើយបាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះវិលមកជួបជាមួយនឹងខ្ញុំបាទជាងរុនសាជាថ្មីម្ដងទៀតបាទជាមួយនឹងការចែករំលែកទៅលើជំនាញជួសជុលម៉ូតូបាទថ្ងៃនេះគឺខ្ញុំមកនិយាយអំពីដំណើរការរបស់ប៊េនសាំងបាទហើយថាតើវាធ្វើដំណើរការរបៀបម៉េចបាទហើយមុននឹងយើងចូលមេរៀនរបស់យើងបាទខ្ញុំចង់ឲ្យបងប្អូនថ្មីដែលគាត់មិនទាន់បានចុច Subscribe ទៅលើ Channel របស់ខ្ញុំអញ្ចឹងបងប្អូនសូមធ្វើការចុច Subscribe ទៅលើ Channel របស់ខ្ញុំអ្នកមួយទៅដើម្បីទទួលបាននៅចំណេះដឹងថ្មីក៏ដូចជាបងប្អូនដែលគាត់មានបំណងចង់រៀនជំនាញជួសជុលម៉ូតូបងប្អូនអាចមើល Channel របស់ខ្ញុំបានបាទហើយមិនត្រឹមតែ Channel របស់ខ្ញុំទេគឺ Channel ណាដែលតាក់ទងទៅនឹងជំនាញជួសជុលម៉ូតូបងប្អូនអាចធ្វើការស្រាវជ្រាវទៅហើយអាចរៀនបានបើបងប្អូនគិតថា Channel មួយណាដែលបងប្អូនមើលទៅងាយស្រួលក្នុងការស្វែងយល់ហើយទទួលបាននៅចំណេះដឹងគឺបងប្អូនរៀនចោះបាទហើយសម្រាប់យើងថ្ងៃនេះគឺយើងរៀនអំពីដំណើរការរបស់carburetor ឬដែលយើងហៅថាប៊េនសាំងបាទកុំឲ្យខាតពេលវេលាយូរអញ្ចឹងបងប្អូនចូលទៅមើលការអធិប្បាយរបស់ខ្ញុំអមជាមួយនឹងរូបភាពបាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះយើងមកជួបគ្នាជាមួយនឹងវីដេអូប៊េនសាំងទៀតហើយបាទថ្ងៃនេះខ្ញុំចង់ចែករំលែកទៅលើលម្អិតជាមួយនឹងគ្រឿងបង្គុំនីមួយៗដែលតាក់ទងទៅនឹងប៊េនសាំងបាទហើយសម្រាប់នៅនឹងមុខរបស់ខ្ញុំនេះគឺជាគ្រឿងបង្គុំដែលខ្ញុំបានធ្វើការដោះបំបែកហើយបាទបងប្អូនស្គាល់ហើយអំពីឈ្មោះរបស់គ្រឿងបង្គុំដែលយើងបានរៀននៅថ្ងៃមុនជាមួយនឹងការអធិប្បាយពន្យល់អំពីខ្ញុំបាទថ្ងៃនេះខ្ញុំចង់លម្អិតទៅលើគ្រឿងបង្គុំនីមួយៗបាទថាតើគ្រឿងបង្គុំនីមួយៗហ្នឹងវាមានមុខងារនិងតួនាទីធ្វើអីខ្លះបាទឥឡូវយើងចាប់ផ្ដើមអំពីពងសាំងមុនបាទនេះគឺជាពងសាំងបាទពងសាំងបាទវាមានតួនាទីសម្រាប់ធ្វើការទប់លំនឹងបាទឲ្យម្ជុលពងហើយនឹងបញ្ជាទៅលើម្ជុលពងដើម្បីឲ្យម្ជុលធ្វើការបិទរន្ធសាំងបាទសម្រាប់នេះជារមណីយ៍សាំងបាទរមណីយ៍សាំងហ្នឹងវាមានតួនាទីសម្រាប់ធ្វើការបិទបើកសាំងបាទហើយpiston gear បាទ piston gear និងម្ជុល piston gear បាទនៅក្នុងនេះគឺវាមានកន្លះមួយបាទបើសិនជា piston gear ប្រភេទពួកអាសង់ការ៉េបាទហើយនៅឬក៏ពួកA02បាទនៅខាងក្នុងម្ជុលនេះវាមានគេហៅថាកាំមានព្រាដើម្បីទម្លាក់បាទទម្លាក់វាបានបាទយើងទម្លាក់ចុះឬយើងលើកឡើងបានទៅតាមការលៃតម្រូវរបស់យើងបាទអានេះយើងហៅថា piston gear បាទវាមានតួនាទីសម្រាប់ធ្វើការបើកសាំងបាទដើម្បីឲ្យសាំងបាទចេញទៅតាមរន្ធម្ជុលចូលទៅក្នុងបន្ទប់ចំហេះដើម្បីឲ្យម៉ាស៊ីនឆេះមានល្បឿនបាទតិចឬយឺតបាទតិចឬខ្លាំងបាទទៅតាមការលៃតម្រូវនៃការមួយវារបស់ដៃរបស់យើងបាទហើយសម្រាប់បាទនេះបាទជា cycler បាទបងប្អូន cycler ការុងទីណាបាទនេះគឺជា cycler ការុងទីបាទ cycler ការុងទីនេះបាទវាមានរន្ធទូចៗនៅតាមចុងរបស់ cycler ការុងទីបាទហើយនៅផ្នែកខាងក្នុងនេះគឺវាមានរន្ធដែរបាទវាធ្លុះមកដែរបាទបើសិនជាវាចុកឬមួយក៏ស្ទះបាទសាំងអត់ដំណើរការបាទ
ការ៉ង់ទីបាទបើម៉ូតូបងប្អូនគឺឆេះទៅគឺការ៉ង់ទីអត់ជាប់ទេបងប្អូនដោយសារអីដោយសារវាមានការចុកទៅលើរុន Cicler ការ៉ង់ទីបាទនៅពេលដែលបងប្អូនធ្វើការដោះលាងបេនបងប្អូនកុំភ្លេចបាទកុំភ្លេចលាងទៅលើ Cicler ការ៉ង់ទីនិង Cicler យ៉កបាទបងប្អូនធ្វើការធប់ទៅលើរុនទូចៗទាំងអស់ហ្នឹងបាទដើម្បីឲ្យវាមានប្រហោងឡើងវិញដើម្បីឲ្យខ្យល់និងសាំងបាទវាដំណើរការស្រួលបាទនេះបាទ Cicler យ៉កបាទកុំភ្លេចបងប្អូននៅពេលដែលយើងធ្វើការដោះលាងបេនបាទយើងត្រូវពិនិត្យ Cicler ទាំងពីរនេះឲ្យស្អាតមុននឹងចាប់ចូលវិញបាទ Cicler យ៉កបាទនិង Cicler ការ៉ង់ទីបាទវា Cicler យ៉កនេះបាទវាមានតួនាទីសម្រាប់ធ្វើការបំលែងបាទបំលែងសាំងនិងខ្យល់បាទលាយឡំគ្នាឲ្យคล้ายទៅជាល្បាយបាទคล้ายទៅជាពពុះគ្រាប់ល្អិតទូចដើម្បីចេញទៅតាមរុននៃម្ជុលរបស់ Piston Gear បាទតួនាទីរបស់វាហើយនឹងទប់លំនឹងឲ្យម្ជុលបាទតួនាទីរបស់វាគឺមានតែប៉ុណ្្នឹងទេបាទសម្រាប់ឲ្យសាំងដំណើរការបាទសម្រាប់នេះបាទនេះជា Cicler ការ៉ង់ទីបាទតួនាទីរបស់វាគឺម៉ាស៊ីនឆេះការ៉ង់ទីគឺដំណើរការនៅលើបាទ Cicler មួយនេះបាទ Cicler មួយនេះណាបងប្អូនបាទបងប្អូនសង្ឃឹមថាបងប្អូនមើលវីដេអូនេះហើយបងប្អូនរៀនស្វែងយល់ដោយខ្លួនឯងបន្តិចទៅបាទបងប្អូននឹងយល់បាទសម្រាប់ខ្ញុំមូលនេះបាទយើងហៅថាគម្រប Piston Gear បាទនេះជាគម្រប Piston Gear បាទគម្រប Piston Gear នេះវាមានតួនាទីបាទសម្រាប់គ្របទៅលើតួបេនផ្នែកខាងលើហើយនឹងសម្រាប់ទប់បាទខ្សែ gear បាទកុំឲ្យវាខ្ជាក់ចេញបាទហើយសម្រាប់នេះសន្ទះបាទក្លាប់ពេដែលយើងបិទក្លាប់ពេខ្យល់បាទហើយនេះបាទក្លាប់ពេបាទនេះគឺឡតបងប្អូនបាទឡតម្ជុលរបស់ម្ជុលPiston Gear បាទឡតដែលនៅខាងក្នុងតួបេននេះបាទវានៅខាងក្នុងតួបេននេះបាទវានៅយើងដាក់ចឹងទៅបាទបន្ទាប់មកយើងធ្វើការចាប់ទៅលើCicler យ៉កបាទហ្នឹងគឺវានៅបែបនេះបាទវានៅបែបនេះបាទហើយសម្រាប់នេះជាវិសសេរីការ៉ង់ទីបាទវិសសេរីការ៉ង់ទីបាទវិសសេរីការ៉ង់ទីនិងវិសសេរីខ្យល់បាទវិសសេរីខ្យល់ហើយបាទសម្រាប់បាទតួបេនបាទតួបេនផ្នែកខាងក្រោមបាទមានអីបាទអត់មានអីច្រើនទេបាទវាមានបង្គោលបង្ហូរសាំងលើសបាទតួនាទីរបស់បង្គោលបង្ហូរសាំងលើសនេះគឺវាមានតួនាទីសម្រាប់ក្រិតណាបងប្អូនសម្រាប់ក្រិតទៅលើសាំងដែលធ្លាក់ចូលទៅក្នុងផ្តិលបេននេះបាទដើម្បីឲ្យពងសាំងធ្វើការបញ្ជាទៅលើម្ជុលណាបងប្អូនបាទនេះគឺជាតម្រងចម្រោះបាទចម្រងនៅផ្នែកខាងក្នុងរបស់បាទដែលរបស់តួបេនបាទតួបេនផ្នែកខាងក្រោមនេះវានៅកន្លែងនេះណាបងប្អូនណាឥឡូវវីដេអូនេះបាទសង្ឃឹមថាបងប្អូននឹងបានយល់បាទបានយល់មួយកម្រិតទៀតបាទទៅលើដំណើរការរបស់វានីមួយបាទសម្រាប់តួនាទីបាទទៅលើដំណើរការនិងតួនាទីរបស់វាបាទហើយសម្រាប់តួនាទីបាទរបស់បេនបាទតួនាទីរបស់បេនទាំងមូលនេះគឺវាមានតួនាទីសម្រាប់បំលែងបងប្អូនបំលែងសាំងហើយនឹងខ្យល់ឲ្យคล้ายទៅជាល្បាយឧស្ម័នដើម្បីផ្ដល់ទៅឲ្យសេមីទៅក្នុងបន្ទប់ចំហាយដើម្បីឲ្យម៉ាស៊ីនដំណើរការបើស៊ីឲ្យការភ្លើងវាផ្ទុះឆេះបាទផ្ទុះឆេះបាទវាតួនាទីរបស់វាគឺសម្រាប់បំលែងបាទសាំងនិងខ្យល់បាទឲ្យคล้ายទៅជាឧស្ម័នបាទលាយឡំគ្នាដើម្បីឲ្យคล้ายទៅជាឧស្ម័នដើម្បីផ្ដល់ទៅឲ្យ
ស៊ីឡាំងនៅពេលដែលបូស៊ីឲ្យការភ្លើងម៉ាស៊ីនក៏ចាប់ផ្ដើមផ្ទុះឆេះបាទសំទោសបងប្អូនចាប់ផ្ដើមផ្ទុះឆេះបានបាទដោយសារcarburetor នឹងឯងដែលជាអ្នកបំប្លែងសាំងហើយនឹងខ្យល់លាយឡំគ្នាឲ្យក្លាយទៅជាឧស្ម័នបាទហើយវីដេអូនេះដែលក៏ខ្ញុំបាទជាងរុនគឺមានតែប៉ុណ្្នឹងទេសម្រាប់ចែករំលែកទៅកាន់បងប្អូនសង្ឃឹមថាបងប្អូននឹងយល់បើសិនជាបងប្អូនដែលអត់យល់បងប្អូនឆ្ងល់នៅត្រង់កន្លែងណាបងប្អូនអាចសួរបាននៅក្នុងមេរៀនរបស់យើងបាទយើងខ្ញុំនឹងធ្វើការឆ្លើយសំណួរបងប្អូនបាទតែយើងមានចម្ងល់ត្រង់កន្លែងណាគឺយើងអាចcomment ខាងក្រោមបានបាទសម្រាប់តែមេរៀននឹងទេប៉ុន្តែបើយើងសួរសំណួរលើសពីមេរៀនអញ្ចឹងគឺបងប្អូនចាំតាមដាននៅវីដេអូរបស់ខ្ញុំបន្តទៀតខ្ញុំនឹងធ្វើការអធិប្បាយរៀបរាប់បញ្យល់បងប្អូនតាមលំដាប់បាទហើយសម្រាប់វីដេអូនេះដែលបើបងប្អូនមានចម្ងល់តាក់ទងត្រង់កន្លែងណាបងប្អូនអាច comment ខាងក្រោមបានបាទហើយមានតែប៉ុណ្្នឹងទេបាទអរគុណបាទជម្រាបលាបងប្អូន